ផាងគេហុជំនាញតើឥឡូវដល់វគ្គចេញមកទេនេះទៅលើកទី1មិនដឹងថាមិនអាម៉ាឯលើកទី1ដាំស្កានេះហើយដាក់កង់ឡានទៀតមិនដឹងថាបងប្អូនទាំងអស់គ្នាធ្លាប់ឃើញអត់ទេបណ្ដៃខ្ញុំរៀងលើកទី1ដែរដាក់ដាំស្កានេះដាក់កង់ឡានហើយតំណាំនេះជុំវិញជិត100មុខឯណាបងប្អូនខំមកក្លុកនេះជិត20មុខនេះមានគ្រប់សពហ្មងមានតកួនសាឡាត់មានល្ហុងមានខ្ជីមានម្រះព្រៅមានអីគេសំបីអាស្លាគេដាំលម្អមុខក៏មានសាការ៉ាក៏មានម្ទេសឥឡូវដល់វគ្គសកានេះម្ដង100មុខមែនតែនណាបងប្អូនអានឹងរៀបរាប់អត់អស់ណាមិនដឹងថាស្អីទៀតអាទូចកប៉ិកកប៉ុក3 4ដើមបបោកទៀតអូយឡើងច្រើនហ្មងនិយាយលេងទេបងប្អូនដោយសារតែទៅលើកទី1ខ្ញុំដាំដែរហើយគ្រប់តំណាំទាំងអស់ខ្ញុំសិតតែសួរពីបងដែរចង់ដឹងថាដាំមកចឹងហើយសកានេះគឺខ្ញុំមិនសូវស្គាល់ថាវាជាសកានេះពណ៌អីទេមានបងប្អូនណាដឹងចាំជួយប្រាប់ខ្ញុំផងដោយសារឃើញផ្កាវាពណ៌រាងក្រហមហើយខ្ញុំមិនដឹងថាសកានេះក្រហមសកានេះលឿងឬក៏សកានេះសទេមានបងណាដឹងចាំជួយខមមិនប្រាប់ខ្ញុំផងណា